នៅដំណាក់កាលនេះគឺយើងត្រូវធ្វើការ upload ឯកសារឲ្យត្រូវតាមស្តង់ដារក្រុមហ៊ុនដើម្បីយើងអាចធ្វើការវិនិយោគបាននៅចំណុចនេះយើងស្វែងរកពាក្យថា Cambodia យើងជ្រើសរើសយក page ចំណុច address line 1 គឺយើងបំពេញអាសយដ្ឋានពេលបច្ចុប្បន្នចំណែកឯ address line ទី2យើងអាចទុកឲ្យទំនេរបានយើងធ្វើការបំពេញខេត្តឬក៏ទីក្រុងបំពេញ zip code បើសិនជាអត់ស្គាល់ zip code ទេអាចចូលរកក្នុងគេហទំព័រខាងក្រោមនេះបានគឺចំណុចនេះយើងធ្វើការជ្រើសរើសយកប្រភេទគណនីជាប្រាក់ដុល្លារចំណុចបន្ទាប់គឺយើងធ្វើការបំពេញទ្រព្យសម្បត្តិដែលយើងមានបន្តខ្លួនជ្រើសរើសយកកម្រិតនៃការសិក្សាជ្រើសរើសប្រភពសាច់ប្រាក់ដែលយើងយកមកវិនិយោគជ្រើសរើសយកកម្រិតចំណេះដឹងនៃការជួញដូររបស់យើងធ្វើការជ្រើសរើសយក no ទាំងអស់បើមិនដូច្នោះទេគណនីយើងនឹងត្រូវបានបិទដោយស្វ័យប្រវត្តិ PLE យើងអាចធ្វើការ upload ឯកសារមួយក្នុងចំណោមឯកសារ3នេះមានដូចជាអត្តសញ្ញាណប័ណ្ណខ្មែរលិខិតឆ្លងដែននិងប័ណ្ណបើកបរយើងធ្វើការ upload ទាំងផ្នែកខាងមុខនិងខាងក្រោយសូមធ្វើការថតកុំឲ្យដាច់គែម POA គឺចង់សំដៅទៅលើឯកសារដែលបង្ហាញអំពីអាសយដ្ឋានពេលបច្ចុប្បន្នមានដូចជាវិក័យប័ត្រថ្លៃភ្លើងឬក៏ bank statement នេះជាឧទាហរណ៍ដែលយើងធ្វើការស្វែងរក bank statement នៅក្នុងកុង ABA app ទៅលើ account ចុចទៅលើពាក្យ saving account with ATM យើងជ្រើសរើសយកសញ្ញាចុច3ផ្នែកខាងលើបន្ទាប់មក download ជ្រើសរើសយករបាយការណ៍3ខែចុងក្រោយជា PDF file ហើយធ្វើការ download មុននេះយើងធ្វើការ download របាយការណ៍ធនាគារតោះយើងទៅមើលរបាយការណ៍ធនាគារហ្នឹងគឺគេចង់បានអំពីឈ្មោះរបស់យើងក៏ដូចជាអាសយដ្ឋានពេលបច្ចុប្បន្នយើងបើក app HFM សារជាថ្មីយើងចុច select file ដើម្បី upload bank statement ឬក៏ POA ក្រោយពីយើង upload ហើយខាងក្រុមហ៊ុនគេនឹងធ្វើការផ្ទៀងផ្ទាត់រវាងឯកសារ POA និង PLE អញ្ចឹងដល់ពេលដែលគេផ្ទៀងផ្ទាត់ហើយនោះអតិថិជននឹងអាចដាក់សាច់ប្រាក់ពិតដល់ពេលយើង upload ឯកសារហើយវានឹងចេញផ្ទាំងបែបនេះ thank you អញ្ចឹងយើងរងចាំសិនក្រោយពីខាងក្រុមហ៊ុន verify ហើយអតិថិជនអាចដាក់សាច់ប្រាក់ពិតបានតែម្ដង